បាទជំរាបសួរក៏ដូចជាសួស្តីទៅដល់បងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺខ្ញុំនឹងបង្ហាញអំពីរបៀបផ្លាស់ប្ដូររូបភាព background នៅលើ computer របស់យើងអញ្ចឹងជំហានទី1យើងធ្វើការចុច right click នៅលើផ្ទៃអេក្រង់របស់យើងឬក៏ហៅថា desktop ហ្នឹងឯងតទៅមកទៀតសម្លឹងចុះមកក្រោមរកមើលពាក្យថា personalize ធ្វើការចុចទៅលើពាក្យថា personalize ហ្នឹងមកអូខេបន្តទៀតនឹងនាំមកយើងឃើញផ្ទាំងមួយដែលមានរូបភាពបង្ហាញស្រាប់យើងគ្រាន់តែធ្វើការចុចទៅលើរូបភាពណាមួយគឺវានឹងធ្វើការផ្លាស់ប្ដូរយើងតែម្ដងឧទាហរណ៍ខ្ញុំធ្វើការចុចទៅលើរូបភាពមួយនេះអូខេវានឹងធ្វើការផ្លាស់ប្ដូរឥឡូវនេះគឺបានផ្លាស់ប្ដូរហើយអញ្ចឹងខ្ញុំត្រឡប់មកវិញចុះឧទាហរណ៍ថាយើងចង់ទៅរករូបភាពដែលយើងបានរក្សាទុកហើយយើងចង់ធ្វើការកំណត់វាឲ្យនៅលើអេក្រង់របស់យើងអញ្ចឹងយើងធ្វើការរកមកពាក្យថា background នេះអូខេចុចទៅលើពាក្យ background បន្តមកទៀតយើងសម្លឹងរកមើលពាក្យថា browse photos ចុចទៅលើពាក្យមួយហ្នឹងបន្តមកទៀតយើងទៅរករូបភាពដែលយើងបានរក្សាទុកអញ្ចឹងរូបភាពយើងធ្វើការរក្សាទុកនៅកន្លែងណាគឺយើងធ្វើការទៅរកមកទីខ្ញុំចុចចូល picture អូខេនេះជារូបភាពដោយសារតែខ្ញុំគ្រាន់តែឧទាហរណ៍ទេនេះគឺជារូបភាពដែលខ្ញុំធ្លាប់បានរក្សាទុកអញ្ចឹងយើងធ្វើការចុចទៅលើរូបភាពហ្នឹងបន្តមកទៀតយើងរកពាក្យថា choose picture អូខេនៅពេលនេះគឺរូបភាពហ្នឹងគឺត្រូវបានកំណត់នៅលើអេក្រង់របស់